ចាសួស្តីទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងបង្ហាញពីវិធីសាស្ត្របង្រៀនតាមបែបដោះស្រាយបញ្ហាឬក៏ problem solving ចាអញ្ចឹងមានគោលបំណងនៅក្នុង slide PowerPoint ដែលលោកគ្រូនឹងបង្ហាញនេះមាន3ចំណុចទី1លោកគ្រូនឹងបង្ហាញពីវិធីសាស្ត្រដោះស្រាយបញ្ហានៅក្នុងការរៀននិងបង្រៀនចាទី2នឹងបង្ហាញពីការអនុវត្តវិធីសាស្ត្រដោះស្រាយបញ្ហាទៅតាមជំហានរបស់លោក George Polya ចុងក្រោយគឺបណ្ដុះនៅការគិតដើម្បីរកដំណោះស្រាយរកបញ្ហាណាមួយដើម្បីសមស្របតាមស្ថានភាពរស់នៅរបស់ពួកយើងណាអញ្ចឹងអ្នកគ្រូនឹងបង្ហាញពីលោក George Polya បន្តិចលោក George Polya ហ្នឹងគឺគាត់កើតនៅឆ្នាំ1887ហើយទទួលមរណភាពនៅឆ្នាំ1985ចាគាត់បានអន្តោប្រវេសន៍ទៅនៅសហរដ្ឋអាមេរិកជនជាតិដើមរបស់គាត់គឺហុងគ្រីអញ្ចឹងមានសភៅមួយក្បាលដែលគាត់បានចេញផ្សាយហើយមានភាពល្បីល្បាញលក់ដាច់រហូតទៅដល់1លានច្បាប់ឬក៏1លានក្បាលហើយបានបកប្រែជា17ភាសាចាដោយកំណត់នៅគោលការណ៍ក្នុងការដោះស្រាយបញ្ហានោះមាន4ជំហានចានេះគឺជាសភៅHow to Solve It ចាជាសភៅដែលលោក George Polya នោះគឺគាត់បានបោះពុម្ពផ្សាយអញ្ចឹងមានសំណួរមួយចាត់សួរពួកយើងថាតើវិធីសាស្ត្រដោះស្រាយបញ្ហាជាអ្វីចាអញ្ចឹងមានចម្លើយពីកូនសិស្សម្នាក់គាត់ឆ្លើយថាជាវិធីសាស្ត្របម្រើឲ្យគោលវិធីសន្សំដុលហើយក៏មានសិស្សមួយទៀតក៏លើកឡើងថាជាវិធីសាស្ត្រដែលប្រើប្រាស់ជាជំនាញចាសិស្សម្នាក់ទៀតក៏យល់ថាជាវិធីសាស្ត្រដោះស្រាយរាល់បញ្ហាឧបសគ្គឬខ្លឹមសារណាមួយអញ្ចឹងចំពោះចម្លើយទាំង3ដែលសិស្សបានឆ្លើយនឹងអត់ខុសទេវិធីសាស្ត្រដោះស្រាយបញ្ហាគឺជាគោលសំដៅជាវិធីសាស្ត្រមួយដែលបម្រើឲ្យគោលវិធីសន្សំដុលហើយពាក្យថាដោះស្រាយបញ្ហាមិនមែនតែចំពោះបញ្ហានៅក្នុងថ្នាក់រៀនទេបញ្ហាឬឧបសគ្គណាមួយដែលបងបានជួបប្រទះក្នុងការរស់នៅអូនក៏អាចយកមធ្យោបាយនេះឬវិធីសាស្ត្រនេះទៅដោះស្រាយបានដែរអញ្ចឹងគេមានជំហានរបស់គេដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់ចាហេតុអ្វីបានជាគេត្រូវសំដៅហេតុអីបានជាគ្រូត្រូវបង្រៀនវិធីសាស្ត្រដោះស្រាយបញ្ហាហេតុអីចាដើម្បីដោះស្រាយបញ្ហាដែលយើងកើតមាននៅក្នុងថ្នាក់រៀននៅក្នុងការបង្រៀននិងក្នុងជីវភាពរស់នៅអញ្ចឹងណាចាអញ្ចឹងសិស្សប្រើរបៀបដោះស្រាយចំណោទឬបញ្ហាឬសំណួរអញ្ចឹងនៅពេលដែលគ្រូបង្រៀនវិធីសាស្ត្រហ្នឹងទៅគឺគាត់ចេះដោះស្រាយរាប់ចំណោទឬក៏សំណួរចាគឺសិស្សចេះរកដំណោះស្រាយដោយខ្លួនឯងកាលណាគាត់ចេះជំហាននៃវិធីសាស្ត្រឬក៏ការដោះស្រាយបញ្ហាហ្នឹងគឺគាត់អាចដោះស្រាយបញ្ហាដោយខ្លួនឯងដែលគាត់ធ្វើជាជំហានចាសិស្សមានការវិភាគដ៏ត្រឹមត្រូវពីព្រោះជំហាននីមួយៗគឺគេមានគន្លឹះក្នុងការបង្ហាញការប្រាប់ដើម្បីពួកយើងដើរត្រូវជំហានអញ្ចឹងកាលណាគាត់បានប្រើប្រាស់វិធីសាស្ត្រហ្នឹងគឺគាត់អាចវិភាគបានត្រឹមត្រូវចាហើយសិស្សប្រឈមនឹងបញ្ហាបានទាំងបច្ចុប្បន្នភាពនិងអនាគតទោះបីជាបច្ចុប្បន្នគាត់ជួបឧបសគ្គអីគឺគាត់យកមធ្យោបាយនឹងមកដោះស្រាយហើយវាខ្លាចជាបទពិសោធន៍នៅពេលអនាគតម្យ៉ាងទៀតទោះបីជាពេលអនាគតគាត់ជួបឧបសគ្គអ្វីប្លែកទៀតក៏គាត់អាចដោះស្រាយបានដែរពីព្រោះគាត់មានជំហានឬក៏លំនាំនៃការដោះស្រាយតើមនុស្សទូទៅដោះស្រាយបញ្ហាដោយរបៀបណាចាមនុស្សទូទៅដោះស្រាយបញ្ហាដោយស្វែងយល់ពីបញ្ហាណាចាបន្តមកទៀតគាត់ពិចារណាលើបញ្ហានោះហើយក៏រកដំណោះស្រាយចុងក្រោយគឺគាត់ទទួលយកលទ្ធផលរបស់គាត់គឺលទ្ធផលនៃដំណោះស្រាយរបស់គាត់កត្តាសំខាន់គឺផ្ដោតទៅលើបទពិសោធន៍របស់អ្នកដោះស្រាយនឹងទៀតអញ្ចឹងចំណេះដឹងឬបទពិសោធន៍គាត់មានកម្រិតណាគាត់អាចដោះស្រាយបញ្ហាបានកម្រិតនឹងឯងអញ្ចឹងលោកGeorge Polyaគឺគាត់បានកំណត់ជំហាន4ក្នុងការដោះស្រាយបញ្ហាដើម្បីដោះស្រាយបញ្ហាបានទី1ទាំងអស់គ្នាត្រូវយល់បញ្ហា understand the problem ទី2ត្រូវបង្កើតផែនការ devise plan ចាយល់បញ្ហាចាប់ផ្ដើមបង្កើតផែនការអញ្ចឹងបង្កើតផែនការបានហើយគឺត្រូវតែអនុវត្តផែនការ carry out the plan ចុងក្រោយនៅពេលដែលយើងអនុវត្តផែនការហើយយើងទៅពិនិត្យឡើងវិញ look back ថាតើដំណោះស្រាយរបស់យើងនឹងវាស៊ីជាមួយនឹងអ្វីផែនការដែលយើងបង្កើតអត់ហើយវាស្របជាមួយបញ្ហាដែលបានចោទអត់អញ្ចឹងជំហាន4ក្នុងការដោះស្រាយបញ្ហារបស់លោក George Polya គឺទី1យល់បញ្ហាទី2បង្កើតផែនការ
ទី3អនុវត្តផែនការទី4ពិនិត្យឡើងវិញចាអញ្ចឹងទាំងអស់គ្នាតើធ្វើយ៉ាងម៉េចដើម្បីឲ្យយល់បញ្ហាអញ្ចឹងដើម្បីយល់បញ្ហាបានទាំងអស់គ្នាត្រូវអានសំណួរឬចំណោទនោះឬក៏ត្រូវស្វែងយល់ពីឧបសគ្គនោះថាតើគេចង់បានអីចាអញ្ចឹងបើសិនជាចំពោះការរៀនទាំងអស់គ្នាត្រូវអានសំណួរបើចំពោះមុខវិជ្ជាគណិតវិទ្យាឬក៏លបងបញ្ញាទាំងអស់គ្នាទៅមើលចំណោទសួររបស់គេថាតើគេចង់បានអីចាបន្ទាប់ពីនោះហើយត្រូវកំណត់បញ្ហាឲ្យបានច្បាស់ពីលក្ខខណ្ឌគេឲ្យនិងអ្វីដែលត្រូវរកឬដោះស្រាយសួរថាគេចង់បានអីហើយគេមានអីខ្លះឲ្យយើងលក្ខខណ្ឌអីខ្លះចានៅពេលដែលយើងយល់ហើយនៅពេលនោះយើងចាប់ផ្ដើមចាបង្កើតផែនការបានហើយចឹងដើម្បីបង្កើតផែនការបានត្រូវពិនិត្យមើលជំន័យទ្រឹស្ដីឬលក្ខខណ្ឌដែលប្រើក្នុងការដោះស្រាយបញ្ហាដើម្បីរៀបចំផែនការមួយជាក់លាក់ថាតើសំណួរឬចម្ងល់ដែលទាំងអស់គ្នាកំពុងតែយល់នោះថាតើគួរដោះស្រាយតាមមធ្យោបាយអីត្រូវយកទ្រឹស្ដីអីមកដាក់លក្ខខណ្ឌអីមកដាក់ដើម្បីវាស៊ីគ្នាហើយយើងត្រូវប្រើយុទ្ធវិធីណាមួយឲ្យសមស្របតាមបញ្ហាឬចំណោទដែលប្រឈមអញ្ចឹងចំពោះយុទ្ធវិធីដែលយើងអាចប្រើនៅក្នុងការដោះស្រាយបញ្ហាឬវិធីសាស្ត្រដោះស្រាយបញ្ហាគេមានយុទ្ធវិធីចំនួន10អញ្ចឹងយើងត្រូវជ្រើសរើសយុទ្ធវិធីណាមួយដែលសមស្របជាងគេយកមកប្រើហើយត្រូវរកអំណាងដែលស៊ីគ្នានឹងបញ្ហារួចប្រើប្រាស់សមត្ថកម្មនោះចាអញ្ចឹងទាំងអស់គ្នាទៅងាកទៅមើលចំណេះឬទ្រឹស្ដីឬក៏លក្ខខណ្ឌថាតើទ្រឹស្ដីមួយណាដែលស៊ីជាមួយនឹងបញ្ហាដែលយើងយល់ដើម្បីងាយស្រួលបង្កើតផែនការចានៅពេលដែលយើងបង្កើតផែនការហើយយើងចាំបាច់ត្រូវតែអនុវត្តផែនការនោះអនុវត្តយ៉ាងម៉េចចាត្រូវដោះស្រាយតាមជំហាននីមួយៗឲ្យបានត្រឹមត្រូវអញ្ចឹងជំហានដែលយើងបានកំណត់ថាតើផែនការដែលយើងរៀបឧទាហរណ៍ទាំងអស់គ្នាមានផែនការ3ដើម្បីអនុវត្តទៅលើបញ្ហាមួយហ្នឹងអញ្ចឹងទាំងអស់គ្នាត្រូវអនុវត្តតាមអ្វីដែលយើងបានរៀបផែនការហ្នឹងអញ្ចឹងចំណុចចុងក្រោយអត់មានអីពិបាកទេគឺទាំងអស់គ្នាត្រូវតែពិនិត្យឡើងវិញត្រូវត្រួតពិនិត្យមើលដំណោះស្រាយរបស់ខ្លួនឡើងវិញថាតើសមស្របឬត្រឹមត្រូវទេបើសិនជាមិនទាន់សមស្របឬត្រឹមត្រូវទេយើងអាចដូរការអនុវត្តផែនការបានបើសិនជាសមស្របឬត្រឹមត្រូវហើយគឺអូខេហើយអញ្ចឹងទាំងអស់គ្នាអ្នកគុំរំលឹកឡើងវិញដើម្បីដោះស្រាយបញ្ហាបានទាំងអស់គ្នាទី1ត្រូវយល់ពីបញ្ហាចាទី2ការបង្កើតផែនការកាលណាយើងបង្កើតផែនការបានការអនុវត្តផែនការអត់អីជាឧបសគ្គទេការពិនិត្យឡើងវិញក៏រឹតតែងាយស្រួលគ្រាន់តែយើងពិនិត្យមើលថាតើផែនការហ្នឹងវាស៊ីជាមួយនឹងបញ្ហាហ្នឹងអត់អញ្ចឹងអីដែលឧបសគ្គជាងគេគឺការយល់បញ្ហាបើសិនជាការយល់បញ្ហានោះអត់សមស្របការបង្កើតផែនការក៏អត់ទៅតាមលំនាំរបស់វាដែរចាអញ្ចឹងអ្នកគ្រូមានឧទាហរណ៍ងាយមួយអត់ទាន់ចូលដល់លំនាំនៃកិច្ចតែងការទេប៉ុន្តែជាសំណួរលបងប្រាជ្ញាចាសំណួរលបងប្រាជ្ញាគេសួរថានៅក្នុងហេតុការណ៍មួយមានប្រុស3ស្រី1តើមានមនុស្សប៉ុន្មាននាក់នៅក្នុងហេតុការណ៍មួយមានប្រុស3ស្រី1តើមានមនុស្សប៉ុន្មាននាក់ចាអញ្ចឹងទាំងអស់គ្នាអាចមើលលំនាំនៃការដោះស្រាយបញ្ហាបាននេះចាទី1ទាំងអស់គ្នាត្រូវយល់បញ្ហាគឺអានចំណោទនៅក្នុងហេតុការណ៍មួយប្រុស3ស្រី1តើមានមនុស្សប្រមាណនាក់ដើម្បីអានចំណោទនោះយល់ទាំងអស់គ្នាអានយ៉ាងតិច2ទៅ3ដងនៅពេលដែលអានហើយចំណុចទី2ត្រូវគូសបន្ទាត់ពីក្រោមពាក្យចាអញ្ចឹងពាក្យនៅក្នុងលបងបញ្ញានេះគឺហេតុការណ៍3ប្រុស3ស្រី1មនុស្សប្រមាណនាក់ចាអញ្ចឹងដាច់ខាតត្រូវគូសបន្ទាត់ពីក្រោមពាក្យនោះចាហេតុការណ៍3 1និងប្រមាណនាក់បន្តមកទៀតទី3គឺបកស្រាយជាពាក្យបានន័យថាការបកស្រាយជាពាក្យនេះគឺបកស្រាយមកជាគំនិតខ្លួនឯងជាការយល់ឬក៏ជានិយមន័យចា3បើយើងបកស្រាយន័យចំគឺចំនួន3ចា3មួយទៀតគឺត្រកងលើកឡើងចា
មួយចំនួនមួយទៀតអាចឈ្មោះស្រីមួយមែនទេអញ្ចឹងហេតុការណ៍នេះទាំងអស់គ្នាអាចលើកទៅស្ដីមកដាក់ឬចំណីមកហេតុការណ៍ព្រឹត្តិការណ៍ណាមួយដែលបានកើតឡើងអញ្ចឹងទាំងអស់គ្នាប្រមាណអ្នកសួររកចំនួនមនុស្សចាអញ្ចឹងសិស្សគាត់នឹងឆ្លើយថាប្រហែលជាបើប្រុស3ស្រី1ប្រុស3នាក់ស្រី1នាក់វា4នាក់ចាបើយើងយកប្រុស3ស្រី1ក្នុងន័យមួយទៀតបានន័យថាប្រុសនឹងលើក3ស្រី1នាក់អញ្ចឹងវាមានចំនួនតែ2នាក់ទេអញ្ចឹងចំនួនប្រមាណអ្នកដែលគេសួររកនឹងគឺចម្លើយដែលត្រូវគឺតែ2នាក់ទេចាហេតុអីពីព្រោះនៅក្នុងហេតុការណ៍មួយបានន័យថាព្រឹត្តិការណ៍មួយដែលបានកើតឡើងប្រុស3ស្រី1បានន័យថាប្រុសនឹងលើក3ស្រី1នាក់បើសិនជាគេដាក់ថាប្រុស3នាក់ស្រី1នាក់តើមានមនុស្សប្រមាណអ្នកអានោះចម្លើយប្រកាសជាមាន4នាក់ឯងអញ្ចឹងទាំងអស់គ្នាមើលលបងប្រាជ្ញាអញ្ចឹងពេលដែលយើងអានចំណោទហើយប្រុស3ស្រី1គឺប្រុសលើក3តកងស្រី1នាក់អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចំនួន2នាក់អញ្ចឹងរបៀបនៃការដោះស្រាយបញ្ហាធ្វើដូចគ្នាទី1ទាំងអស់គ្នាអានចំណោទបញ្ហាទី2គូសពីក្រោមពាក្យដែលជាកន្លឹះឬក៏ពាក្យដែលជាបញ្ហាទី3បកស្រាយពាក្យទាំងនោះមកជាពាក្យដែលយើងងាយយល់ឬក៏ជាទ្រឹស្ដីចាចុងក្រោយទាំងអស់គ្នាបកស្រាយដោយត្រឡប់ទៅមើលឲ្យស៊ីជាមួយនឹងបញ្ហារបស់យើងថាតើពិតជាចំនួន4នាក់ឬក៏ចំនួន2នាក់អញ្ចឹងទាំងអស់គ្នាអត់អីបាក់ទេមកគ្រូបញ្ជាក់អានចំណោទឲ្យយល់រកពាក្យកន្លឹះគូសពីក្រោមពាក្យដែលជាកន្លឹះបកស្រាយជាពាក្យចាជាទ្រឹស្ដីជាចំណីចុងក្រោយសន្និដ្ឋានហើយការសន្និដ្ឋាននោះត្រូវមើលត្រឡប់ទៅចំណោទវិញអរគុណចឹងគ្រូនឹងបង្ហាញលំនាំនៅក្នុងកិច្ចតែងការបង្រៀនចាឲ្យកិច្ចតែងការនេះគ្រូបានផ្ញើក្នុងក្រុមឲ្យពួកយើងមើលហើយយើងអាចមើលបន្ថែមនៅក្នុងនេះក៏បានទី1គឺបញ្ហាដែលគេដាក់ឲ្យគឺតែងសេចក្តីចាអត្ថាធិប្បាយបែបពន្យល់សុភាសិតទឹកត្រជាក់ត្រីកុំចាការយល់បញ្ហាទាំងអស់គ្នាការយល់បញ្ហាទាំងអស់គ្នាត្រូវអានទឹកត្រជាក់ត្រីកុំទឹកត្រជាក់ត្រីកុំទឹកត្រជាក់ត្រីកុំតើទឹកត្រជាក់ត្រីកុំកន្លែងណាជាពាក្យកន្លឹះចាអញ្ចឹងអ្នកគ្រូនឹងបង្ហាញចាយើងឲ្យសិស្សអានប្រធានតែងសេចក្តីទឹកត្រជាក់ត្រីកុំនឹងឲ្យសិស្សអានបន្ទាប់មកពេលនោះគឺយើងអានចំណោទឬយល់បញ្ហាហើយគូបន្ទាត់ពីក្រោមពាក្យកន្លឹះទឹកត្រជាក់ត្រីកុំឃើញទេគ្រូឲ្យសិស្សបញ្យល់ពាក្យដែលគូបន្ទាត់ពីក្រោមបកស្រាយពាក្យឬបំលែងពាក្យទៅជាពាក្យរបស់អ្នកទឹកត្រជាក់ទីកន្លែងទីឋានដែលស្ងប់ស្ងាត់សុវត្ថិភាពចាត្រីកុំបានន័យថាត្រីច្រើនណែនណាន់តាប់កកអញ្ចឹងមកបន្ទាប់មកទៀតអញ្ចឹងបានន័យថាទី1យើងយល់បញ្ហាហើយគឺទឹកត្រជាក់ត្រីកុំទី2យើងយល់ថាអ្វីជាពាក្យកន្លឹះយើងគូបន្ទាត់ពីក្រោមទី3យើងបកស្រាយពាក្យកន្លឹះនោះមកជាពាក្យរបស់យើងឬមកជាទ្រឹស្ដីឬចំណីចាទី3ចាឲ្យសិស្សបញ្យល់នៃប្រធាននោះសរសេរជាលេខចាកន្លែងនេះអាចគូសជាចាក្រាមក៏បានដែរចាការបង្កើតផែនការនៅពេលដែលបង្កើតផែនការដើម្បីបកស្រាយសុភាសិតឬក៏ធ្វើអត្ថាធិប្បាយសុភាសិតទាំងអស់គ្នាត្រូវបង្កើតគម្រោងតែងសេចក្តីមិនចឹងណាយើងការបង្កើតផែនការចំពោះគម្រោងតែងសេចក្តីត្រូវមានផ្ដើមមានតួនិងមានបញ្ចប់អញ្ចឹងកន្លែងនេះទាំងអស់គ្នាអាចគូរយ៉ាក្រាមគម្រោងតែងសេចក្តីក៏បានដាក់ដូចអ្នកគ្រូអញ្ចេះក៏បានដែរចាអញ្ចឹងអនុវត្តផែនការដើម្បីអនុវត្តផែនការបានគឺយើងបានបង្កើតផែនការហើយគឺតែងសេចក្តីអត្ថាធិប្បាយបែបសុភាសិតគឺមានផ្ដើមមានតួមានបញ្ចប់អញ្ចឹងអនុវត្តផែនការផ្ដើមគឺមានលំនាំចំណូលនិងចំណោទតួសេចក្តីមានឃ្លាភ្ជាប់មិនចឹងហ៎ចាប្រយោគពាក្យប្រយោគនៃប្រធានសំទោសប្រយោគពាក្យប្រយោគនៃប្រធានបន្ទាប់មកយើងចាប់ផ្ដើមបកស្រាយអញ្ចឹងនៅក្នុងការអនុវត្តផែនការនេះគឺជាការពង្រៀននៃគម្រោងតែងសេចក្តីខាងលើដល់ពេលការពិនិត្យឡើងវិញចាការពិនិត្យដំណោះស្រាយបញ្ហារបស់សិស្សពិនិត្យឡើងវិញគឺទាំងអស់គ្នាត្រូវពិនិត្យមើលថាតើការបកស្រាយរបស់យើងបកស្រាយសុភាសិតហ្នឹងមានអំណះអំណាងមានឧទាហរណ៍សមស្របដែរឬទេ
គឺជាការពិនិត្យមើលឡើងវិញហើយអាកន្លែងចំណុចងនេះគឺជាលំនាំនៃការបង្រៀនសំណេរអញ្ចឹងយើងដាក់ឲ្យគេដដែលអត់ចោលទេប៉ុន្តែគ្រាន់តែយើងយកវិធីសាស្ត្រដោះស្រាយបញ្ហាហ្នឹងយកមកដាក់4នៅក្នុងហ្នឹងចាទី1ការយល់បញ្ហានៅក្នុងការបង្ហាញហ្នឹងចាទី2នៅពេលដែលយល់បញ្ហាហើយគឺយើងចាប់ផ្ដើមបង្កើតផែនការគឺគម្រោងតែងសេចក្តីទី3អនុវត្តផែនការគឺពង្រៀងសំណេរតែងសេចក្តីចុងក្រោយពិនិត្យឡើងវិញចាតែប៉ុណ្្នឹងទេអញ្ចឹងយុទ្ធវិធីផ្សេងៗក្នុងការដោះស្រាយបញ្ហាទាំងអស់គ្នាអាចមើលនៅក្នុងសៀវភៅពុម្ពបន្ថែមគឺសៀវភៅវិធីសាស្ត្របង្រៀននៅក្នុងអក្សរសាស្ត្រខ្មែរទាំងអស់គ្នាអាចមើលបន្ថែមទៅនៅក្នុងហ្នឹងនៅក្នុងទំព័រទី127ដល់128ចាគឺការដោះស្រាយលំហាត់ស្តៀងគ្នាប៉ុន្តែងាយជាងបើន័យថាការយកលំហាត់គំរូណាមួយមកធ្វើប៉ុន្តែការអនុវត្តនឹងងាយជាងលំហាត់ដែលជាគំរូហ្នឹងទី2ការរូបគូរូបតាងការរូបគូតាងសំដៅការគូរូបតាងហ្នឹងគឺអាចដាក់ជារូបភាពណាមួយមកជាតំណាងក៏ជាយុទ្ធវិធីក្នុងការដោះស្រាយបញ្ហាដែរទី3ការកំណត់ហេតុផលបែប logic គឺជាការដោះស្រាយបញ្ហាមួយដោយភាពប្រកបវិជ្ជាឬភាពជាក់ស្ដែងដែលយើងជួបប្រទះឬក៏ត្រូវតែដោះស្រាយបែបហ្នឹងការដោះស្រាយបញ្ហាដោយមិនផ្ទាល់ចាដោយមិនផ្ទាល់បានន័យថាការដោះស្រាយដោយប្រយោលហ្នឹងគឺអត់ចំពោះទេគឺយើងអាចលើកហេតុការណ៍ណាមួយមកផ្ទៀងផ្ទាត់គ្នាណាការដោះស្រាយបញ្ហាតាមអនុមានរួមឬក៏អនុមានញែកទាំងអស់គ្នាអាចអនុវត្តបានតាមរយៈមេរៀនវេយ្យាករណ៍ឬក៏ទ្រឹស្ដីសរសិលការលើកពីយមន័យទៅរកដំណោះស្រាយឬក៏ការបង្ហាញដំណោះស្រាយមុនទៅរកយមន័យការទូទៅនឹងធ្វើតេស្តបែបឆ្លើយវៃបានន័យថាគឺជាការដោះស្រាយមួយបែបប៉ាន់ប្រមាណទេប៉ុន្តែជាចម្លើយមួយដ៏ត្រឹមត្រូវចាការងារទៅមើលយមន័យគឺការយកយមន័យមកផ្ទៀងផ្ទាត់ការធ្វើការងារបច្ច្រាស់ហ្នឹងអាចតកតងទៅនឹងដូចជាវិធីនៃការតែងនិពន្ធអញ្ចឹងអ្នកនិពន្ធខ្លះគាត់មុននឹងតែងក៏មានវិធីលំដាប់ប្រមូលហេតុការណ៍ចាតាមលំដាប់លំដោយនៃរបៀបនៃការតែងនិពន្ធប៉ុន្តែអ្នកនិពន្ធខ្លះអត់ទេគឺគាត់រនឹកភ្លាមសេភ្លាមហ្មងអត់ចាំបាច់មានលំដាប់លំដោយអញ្ចឹងគេហៅថាវិធីបញ្ច្រាស់ចាការកែប្រែចំណោទខ្លះអត់ទាន់ត្រូវទេចំណោទសួរខុសអញ្ចឹងដំណោះស្រាយគឺយើងកែប្រែចំណោទឬបញ្ហានោះទៅជាដំណោះស្រាយមួយត្រូវចាការធ្វើវិសេសកម្មនិងទូទៅកម្មគឺសេចក្តីអធិប្បាយនៅក្បួនច្បាប់ឬក៏ឧទាហរណ៍ណាមួយចាគឺការប្រើឬក៏ការបកស្រាយតាមរយៈមធ្យោបាយពាក្យថាវិសេសនិងទូទៅបានន័យថាវាទូទៅពេកមកទាញរកសេចក្តីសន្តានមួយជាក់លាក់អញ្ចឹងទាំងអស់គ្នាអាយុទ្ធវិធីទាំង10ហ្នឹងបើគ្រូគ្រាន់តែនិយាយអាចប្របាក់ស្ដាប់បន្តិចក៏ប៉ុន្តែទាំងអស់គ្នាអាចមើលបន្ថែមនៅទំព័រ128ប៉ុន្តែបើសិនជានៅមានបញ្ហាទៀតអាចឆាតមកអ្នកគ្រូបានអ្នកគ្រូនឹងមានជាឧទាហរណ៍ចំពោះយុទ្ធវិធីទាំង10ហ្នឹងអ្នកគ្រូអាចផ្ញើឲ្យតាមក្រោយទៀតណាអញ្ចឹងចំពោះកិច្ចតែងការដែលយើងអាចមើលបន្ថែមទៀតទំព័រ129ចារហូតទៅដល់ទំព័រ141នៅក្នុងសៀវភៅមេរៀនយើងដដែលយើងអាចមើលបន្ថែមទៀតណាអញ្ចឹងអរគុណទាំងអស់គ្នាអរគុណចំពោះការស្ដាប់ចំពោះមេរៀននេះរៀងច្រើនតិចប៉ុន្តែបើឆ្ងល់កុំភ្លេចឆាតសួរគ្រូណាអរគុណច្រើនទាំងអស់គ្នា